អូខេសួស្តីបងប្អូនទាំងគ្នាតោះស្វាគមន៍នៅកម្មការ Channel ខ្ញុំបាទទៀតហើយគឺ Channel Pro អូខេថ្ងៃនេះខ្ញុំមកជួបបងប្អូនទាំងគ្នាជាមួយនឹងវីដេអូថ្មីមួយហើយប្លែកទៀតហើយតាក់ទងជាមួយនឹងការដែលបងប្អូនទាំងគ្នាយល់ច្រឡំថាបើសិនជាបងប្អូនទាំងគ្នាឡានបងប្អូនទាំងគ្នាចាក់សាំងប៉ុន្តែបងប្អូនទាំងគ្នាច្រឡំទៅចាក់ម៉ាស៊ូតថាតើវានឹងមានរឿងអ្វីកើតឡើងអូខេអញ្ចឹងតោះស្វាគមន៍ម្ដងទៀតតាក់ទងជាមួយនឹងបងប្អូនទាំងគ្នាដែលបានចូលមកទស្សនាជាមួយនឹងវីដេអូថ្មីរបស់ខ្ញុំបាទមួយនេះអញ្ចឹងបងប្អូនទាំងគ្នាធ្លាប់ឮព័ត៌មានទេថាបើសិនជាអ្នកទាំងគ្នាបើកបរឡានចូលចាក់សាំងនៅម៉ោង 2 យប់ឧទាហរណ៍ថាយើងងុយគេងខ្លាំងអីអញ្ចឹងណាអញ្ចឹងជ្រុលទៅចាប់ក្បាលចាក់សាំងដែលមានពណ៌បៃតងដែលជាម៉ាស៊ូតហ្នឹងណាយកមកចាក់ចូលទៅក្នុងធុងសាំងឡានរបស់យើងដែលឡានរបស់យើងគឺចាក់សាំងទេអត់បានចាប់អារម្មណ៍ទេច្បាច់ចាក់ឬក៏ខាងក្រុមការងារខាងក្រាសាំងគាត់ចាក់ឲ្យដោយគាត់សួរយើងប្រេងឬម៉ាស៊ូតយើងអត់បានចាប់អារម្មណ៍ឬក៏យើងឆ្លើយខុសយើងឲ្យគាត់ចាក់ម៉ាស៊ូតចូលទៅក្នុងឡានរបស់យើងឬក៏យើងមិនឆេះឡានក៏មានអារម្មណ៍ថាម៉ាស៊ីនរបស់យើងវារៀងប្លែករៀងញ័រហើយពេលហ្នឹងយើងក៏ចាប់ផ្ដើមមានអារម្មណ៍ថាឆ្ងល់នៅក្នុងខ្លួនហើយថាហេតុអីបានឡានយើងវាឆេះខុសប្រក្រតីអញ្ចឹងអ្នកទាំងអស់គ្នាឆ្ងល់អត់តើបើសិនជាយើងចាក់សាំងខុសអញ្ចឹងតើឡានរបស់យើងអាចផ្ទុះទេហើយម៉ាស៊ីនរបស់យើងអាចខូចឬក៏អត់ហើយថ្លៃចំណាយនៃការជួសជុលហ្នឹងវាអស់ច្រើនឬក៏តិចដែរអូខេអញ្ចឹងរឿងការចាក់សាំងខុសប្រភេទនេះវាកាត់ឡើងរៀងញឹកញាប់ដែរហើយភាគច្រើនបើនៅប្រទេសយើងប្រហែលជាអត់សូវមានទេប៉ុន្តែខ្ញុំធ្វើវីដេអូនេះឡើងគឺដើម្បីជា idea ដល់បងប្អូនទាំងគ្នាហើយក៏ដូចជាការរំលឹកស្មារតីដោយសារតែមួយរយៈនេះយើងក៏សង្កេតឃើញថាសាំងក៏វាមានចំនួនរៀងកើនឡើងដែរតាក់ទងជាមួយនឹងតម្លៃដោយសារតែវាមានបញ្ហារកម្មរកោសនៅខាងផ្លូវច្រកដឹកអីចឹងទៅហើយអ្វីដែលគួរឲ្យខ្លាចនោះគឺការចាក់សាំងម៉ាស៊ូតចូលទៅក្នុងឡានសាំងហើយនឹងការចាក់សាំងចូលទៅក្នុងឡានម៉ាស៊ូតអញ្ចឹងការខូចខាតវាមានភាពខុសគ្នាដូចជាមេឃហើយនឹងដីចឹងអ្នកទាំងអស់គ្នាម្ខាងអាចត្រឹមតែខាតលុយត្រឹមរាប់រយដុល្លារទេតែម្ខាងទៀតអាចបដូរម៉ាស៊ីនថ្មីតែម្ដងអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាចង់ដឹងថាខាងណាខូចជាងធ្ងន់ជាងតិចទៀតខ្ញុំនឹងបកស្រាយជូនបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះយើងមកបកស្រាយចម្ងល់ថាតើប្រេងម៉ាស៊ូតនិងប្រេងសាំងវាខុសគ្នានៅត្រង់ណាទាំងដែលយើងយកប្រេងឆៅមកចម្រាញ់ចេញពីរណ្ដៅតែមួយហើយបើជ្រុលជាចាក់សាំងឆ្លាស់គ្នាហើយតើម៉ាស៊ីននឹងខូចបែបណាអញ្ចឹងថ្ងៃនេះយើងនឹងមកបកស្រាយចម្ងល់ហើយត្រៀមខ្លួនឲ្យរួចរាល់ដើម្បីស្ដាប់ចម្លើយហើយចម្លើយនោះប្រហែលជាបងប្អូនទាំងអស់គ្នាគាត់បានស្ដាប់បានខ្លះហើយបងប្អូនទាំងអស់គ្នាផ្សេងទៀតប្រហែលជារៀងថ្មីដែរតោះអញ្ចឹងមុននឹងឈានដល់រឿងឡានខូចយើងត្រឡប់ទៅមើលដំណើរនៃការវិវត្តកកើតឡើងនៃប្រេងឆៅបន្តិចសិនអញ្ចឹងប្រេងម៉ាស៊ូតនិងប្រេងសាំងតាមពិតទៅវាជាបងប្អូនរួមឈាមតែមួយទេមានន័យថាគេបើចេញពីតយោតែមួយទេអ្នកទាំងអស់គ្នាហើយបន្ទាប់មកគេប្រមូលមកពីខាងក្រោមដីយកមកចម្រាញ់អញ្ចឹងពេលដែលគេប្រមូលមកពីក្នុងដីវាជាទម្រង់ប្រេងឆៅដែលប្រេងឆៅហ្នឹងគឺផ្សំឡើងចេញពីសត្វមានជីវិតនៅក្នុងសម័យបុរាណដែលវានៅសង្កត់នៅខាងក្រោមដីហ្នឹងរាប់រយលានឆ្នាំប្រភេទពួករុក្ខជាតិសាកសពរុក្ខជាតិប្លង់តុងឬក៏ប្រភេទសត្វនៅក្នុងយុគសម័យបុរាណដែលត្រូវកម្ដៅនិងសម្ពាធដ៏មហាសាលពីស្រទាប់ថ្មរាប់រយគីឡូម៉ែត្រហ្នឹងសង្កត់រហូតដល់ក្លាយទៅជាវត្ថុដែលពណ៌ខ្មៅហើយខាប់ហើយស្អិតហើយហ្នឹងឯងគឺជាប្រេងឆៅប៉ុន្តែប្រេងឆៅនេះបើយកមកចាក់ឡានផ្ទាល់តែម្ដងក៏ឡានអត់ឆេះដែរក៏ឡានរត់ទៅអត់រួចដែរអ្នកទាំងគ្នាព្រោះថានៅក្នុងហ្នឹងវាជាលបាយម៉ូលេគុលរាប់រយលានប្រភេទលាយឡំចូលគ្នាទាំងប្រភេទម៉ូលេគុលស្រាលម៉ូលេគុលធ្ងន់ម៉ូលេគុលទំហំមធ្យមរួមបញ្ចូលគ្នាជាលបាយមួយខាប់ធ្ងន់ដែលគេហៅថាប្រេងខ្មៅនឹងឯងឬក៏ហៅថាប្រេងអញ្ចឹងណាប្រេងឆៅហ្នឹងណាដើម្បីអាចយកមកចាក់ឡានបានគឺយើងត្រូវឆ្លងកាត់ដំណើរការបំបែកសិនទើបអាចយកទៅប្រើប្រាស់បានដំណើរការនេះគេហៅថាការចម្រាញ់ប្រេងឆៅអញ្ចឹងជាទូទៅនៅក្នុងរោងចក្រចម្រាញ់ប្រេងឆៅគឺគេសង់ប៉មកម្ពស់រាប់រយម៉ែត្រទាំងអស់គ្នាហើយនៅខាងក្នុងគេបែងចែកជាជាន់ដូចជាអគារយើងដែលមានជាន់ទី1ជាន់ទី2ជាន់ទី3អីអញ្ចឹងណាហើយដែលជាន់នីមួយៗមានសីតុណ្ហភាពមិនស្មើគ្នាទេហើយជាន់ក្រោមគេគឺមានសភាពក្តៅបំផុតហើយជាន់លើគេហ្នឹងគឺមានសភាពត្រជាក់បំផុតអញ្ចឹងគោលការណ៍របស់វាហ្នឹងគឺងាយយល់អ្នកនរគ្នាគឺគេយកប្រេងឆៅហ្នឹងទៅដាក់ដាំឲ្យពុះដោយប្រើកម្ដៅរាប់រយអង្សាសេអ្នកនរគ្នាហើយទុកឲ្យម៉ូលេគុលនីមួយៗហ្នឹងបំបែកចេញពីគ្នាទៅតាមទម្ងន់និងច្បាប់របស់ប៉មចម្រាញ់របស់គេដែលគេបានរៀបចំនឹងឡើងអញ្ចឹងកន្លែងហ្នឹងខ្ញុំសូមបើកវងកញ្ចក់ជូនបងប្អូនទាំងគ្នាបន្តិចមានន័យថាគេមានជាន់ទី1ទី2ទី3ទី4អញ្ចឹងនៅពេលដែលគេដុតចម្រាញ់វាឲ្យក្តៅខ្លាំងទៅប្រភេទណាដែលសាំងណាដែលវាហាលវានឹងទៅកន្លែងដែលគេហាលគេមានលាយសារធាតុគីមីឬគេមានលាយអ្វីផ្សេងទៀតកន្លែងនេះខ្ញុំសូមមិនលម្អិតទេដោយសារតែការស្រាវជ្រាវបើមិនតែចង់លម្អិតកន្លែងហ្នឹងទៀតខ្លាចវីដេអូនេះវាយូរអញ្ចឹងខ្ញុំសូមនិយាយអំពីគ្រាន់តែនិយាយពីជាន់ថ្នាក់ដែលបងប្អូនទាំងគ្នាអាចយល់បានថាដូចយើងបែងចែកមន់ឬក៏ទាអញ្ចឹងណាថាវាទំហំប៉ុណ្ណាថាទៅនៅកន្លែងណាកន្ត្រកមួយណាទំហំតូចទៅនៅកន្ត្រកមួយណា
ទំហំមានធំល្មមនៅកន្ត្រកមួយណាដូចគ្នាឧទាហរណ៍សាំងយន្តហោះជាជាន់ទី1អញ្ចឹងទៅឧទាហរណ៍ណាបន្ទាប់មកទៀតសាំង super ជាន់ទី2បន្ទាប់មកបានសាំងធម្មតាបន្ទាប់មកបានប្រេងម៉ាស៊ូតបន្ទាប់មកបានប្រេងកាតចុងក្រោយគេគឺជ័រដែលយើងចាក់ខ្នុរអីអញ្ចឹងទៅថានេះគាត់ជាឧទាហរណ៍ខ្ញុំទេប្រហែលជាមិនអាចត្រូវទាំងស្រុងទេប្រហែលជាវាមានដំណើរការចម្រាញ់ហ្នឹងផ្សេងទៀតដែលរៀង advance រៀងពិសេសជាងនឹងតិចទៅប៉ុន្តែខ្ញុំសូមបញ្យល់បងប្អូនទាំងអស់គ្នាតែប៉ុណ្្នឹងឯងហ្នឹងហើយបើខុសត្រូវអីបងប្អូនទាំងអស់គ្នាអាច comment ខាងក្រោមវីដេអូខ្ញុំនឹងទទួលកែតម្រូវជូនបងប្អូនទាំងអស់គ្នាហ្នឹងអរគុណអញ្ចឹង molecule ដែលតូចនឹងស្រាលវានឹងហួតคล้ายជាចំហាយហើយអណ្ដែតទៅជន់លើនៃប៉មចំណែក molecule ដែលធំនិងធ្ងន់វានឹងធ្លាក់ចុះមកកកកុញនៅខាងជាន់ក្រោមអ្នកនរគ្នាហើយវាដូចជាមានដូចជារ៉ែដូចជាអីចឹងណាហើយរបស់ស្រាលវាអណ្ដែតឡើងរបស់ធ្ងន់វានឹងលិចចុះជាន់លើបង្អស់វាគឺជាពពុះឧស្ម័នស្រាលដូចជាឧស្ម័នចម្អិនអាហារដែលយើងប្រើសម្រាប់ចម្អិនធ្វើម្ហូបរាល់ថ្ងៃហ្នឹងណាអាហ្នឹង LPG ឬក៏ gas យើងអ្នកនរគ្នាហើយជាន់កណ្ដាលហ្នឹងវាគឺជាសាំងនិងឥន្ធនៈយន្តហោះមានថាជាន់កណ្ដាលគឺសាំងsuper ឬក៏សាំងយន្តហោះអីចឹងទៅបន្ទាប់មកបំណែកជាន់ក្រោមទៀតហ្នឹងវាគឺជាប្រេងម៉ាស៊ូតឬក៏ប្រេងម៉ាស៊ីនហើយនឹងចុងក្រោយបង្អស់ហ្នឹងគឺកៅស៊ូថ្នល់ដែលយើងប្រើចាក់ថ្នល់ឬក៏ប្រភេទជ័រដូចជាច្រាសដុសធ្មេញកាធុនជ័រដែលគេហៅកាធុនឬក៏កញ្ច្រែងឬក៏អីចឹងណាអ្នកនរគ្នាអញ្ចឹងគ្រប់យ៉ាងហ្នឹងគឺវាចម្រាញ់ចេញដល់ពីប្រេងឆៅតែមួយមុខហ្នឹងឯងប៉ុន្តែប្រហែលជាអាចមានលេខសារធាតុជំនួយអីខ្លះទៀតអញ្ចឹងទៅអញ្ចឹងគ្រាន់តែ molecule ធំតូចខុសគ្នាប៉មចម្រាញ់ក៏ចាប់បំបែកចេញមកឲ្យរួចរាល់សាំងគឺជា molecule ដែលស្រាលហើយអណ្ដែតឡើងទៅជាន់លើនៃប៉មចម្រាញ់ molecule របស់វាមានអាតូមកាបូនត្រឹមតែ7ទៅ11អាតូមខ្សែសង្វាក់កាបូនខ្លីៗដែលធ្វើឲ្យ molecule ហ្នឹងចាប់តោងគ្នាបានជារាងធូរចំណុចដែលលេចធ្លោរបស់សាំងគឺងាយហួតណាស់គ្រាន់តែបើកគម្របដបចោលក្លិនក៏ភាយចេញមកហើយអាហ្នឹងដូចយើងអ្នកទាំងអស់គ្នាក៏ធ្លាប់ឃើញហើយដបសាំងគ្រាន់តែយើងបើកចោលឬក៏មានប្រឡោះលិចជ្រាបមកបន្តិចគឺវាភាយក្លិនឲ្យយើងដឹងតែម្ដងថាក្លិនហ្នឹងគឺជាក្លិនសាំងហើយថាយើងហិតញឹកប៉ិនបើពួកកញ្ចក់តិចកាលពីក្មេងជំនាន់តូចនៅពេលដែលមានម៉ូតូគេជិះតាមផ្លូវនៅក្នុងជនបទក្នុងស្រុកខ្ញុំណាអូគេជិះមកមួយហុយផ្សែងហ្នឹងរត់ទៅខ្នល់ហើយទៅតាមហិតអាផ្សែងគេនឹងហិតសាំងម៉ូតូស៊េរីឆ្នាំខ្ញុំនៅតូចទេពេលហ្នឹងខ្ញុំមិនចាំថាឆ្នាំណាទេព្រោះខ្ញុំមិនទាន់ស្ដឹងក្តីខ្លាំងទេគ្រាន់ថាពេលម៉ូតូមករត់ទៅមើលព្រោះវាកម្រជិះកាត់ភូមិព្រោះតម្រាំតែមានម៉ូតូមួយជិះហ្នឹងគឺសាហាវខ្លាំងណាស់អញ្ចឹងអ្វីដែលសំខាន់ហ្នឹងគឺសាំងគឺងាយឆេះខ្លាំងគ្រាន់តែមានផ្កាភ្លើងខ្ទាតប៉ះតែបន្តិចក៏ឆេះឡើងភ្លាមហើយនេះគឺជាមូលហេតុដែលស្ថានីយ៍ប្រេងឥន្ធនៈហ្នឹងគេដាក់ផ្លាកហាមជក់បារីឬក៏ការហាមប្រើទូរស័ព្ទដៃព្រោះខ្លាចវាផ្ទុះចេញពីថ្មពីបាក់តេរីអញ្ចឹងណាព្រោះចំហាយសាំងវាអណ្ដែតនៅជុំវិញខ្លួនយើងរហូតនៅពេលដែលយើងចាក់សាំងអ្នកទាំងអស់គ្នាដែលសង្កេតឃើញវាមានចំហាយភាយចេញពីស្ទែនម៉ូតូអញ្ចឹងអត់ពេលដែលយើងប៉ាំងស្ទែនហើយឲ្យគេកាន់អាក្បាលហ្នឹងដោតទៅយើងចាក់សាំងឲ្យពេលដែលគេច្បាច់ទៅសាំងហូរទៅក្រោមតែយើងរៀងឃើញវារសាត់ចេញពីអាកន្លែងស្ទែនយើងចាក់ហ្នឹងណាអញ្ចឹងកុំច្រឡំទៅជក់បរិយឬក៏ដុតអីប្រយ័ត្នឆេះព្រោះវាបង្កឲ្យមានគ្រោះថ្នាក់បានអ្នកទាំងអស់គ្នាហើយមេគ្រុនអល់យើងដល់ទីកន្លែងរបស់គេទៀតអញ្ចឹងគ្រាន់តែមានផ្កាភ្លើងតូចក៏វាអាចមានរឿងធំបានចំណែកប្រេងម៉ាស៊ូតវិញវាគឺជាក្រុម molecule ដែលធ្លាក់មកនៅជាន់ក្រោមបង្អស់នៃប៉មចម្រាញ់ molecule អាស៊ូតមានអាតូមកាបូនរហូតដល់12ទៅ15អាតូមខ្សែសង្វាក់វែងជាងសាំង molecule តោងគ្នារាងណែនជាងសាំងព្រោះជាក់ស្ដែងសាំងក្នុង1លីត្រវាអត់បាន1គីឡូទេបើតាមខ្ញុំចាំបានដូចជាអត់បាន1គីឡូទេប៉ុន្តែបើប្រេងម៉ាស៊ីនវារៀងខាប់ជាងវាធ្ងន់ជាង molecule វារៀងណែនជាងអញ្ចឹង1លីត្រវាមិនស្រួលអាចជា1គីឡូតែខ្ញុំអត់ច្បាស់ណាចំណុចហ្នឹងដោយសារខ្ញុំអត់ដែរចាក់អារម្មណ៍ថ្លឹងវាសាកមើលបើសិនជាបងប្អូនទាំងគ្នាកំពុងទស្សនាវីដេអូរបស់ខ្ញុំមានជាងម៉ូតូអីបងដែលមានប្រេងម៉ាស៊ីនថ្មីអីហ្នឹងអាចដាក់ថ្លឹងតិចទៅជួយខមមិនក្រៅវីដេអូផងអញ្ចឹងសាច់ប្រេងម៉ាស៊ូតគឺខាប់ជាងស្អិតជាងពិបាកហួតជាងសាំងណាស់បើយកមកបន្តក់លើដៃយើងមានអារម្មណ៍ថាវាស្អិតរអិលណាអ្នកទាំងអស់គ្នាវាមិនដូចសាំងដែលស្ងួតទៅបាត់យ៉ាងលឿនហើយអ្វីដែលអស្ចារ្យបំផុតនោះគឺដុតភ្លើងដោយផ្កាភ្លើងធម្មតាគឺមិនឆេះទេមិនមែនថាវាមិនឆេះហ្នឹងគឺកំសាលបងអ្នកទាំងអស់គ្នាព្រោះក្នុងករណីខ្លះក៏វាអាចឆេះដែរណាអញ្ចឹងកន្លែងហ្នឹងសូមប្រុងប្រយ័ត្នឲ្យកំសានៅអ្វីដែលខ្ញុំនិយាយនេះនៅផ្ទះសោះអាចមានគ្រោះថ្នាក់ដល់បងប្អូនទាំងគ្នាអីចឹងទៅគ្រប់ព្រោះវីដេអូនេះខ្ញុំចែកម្លែកជាចំណេះដឹងដែលបងប្អូនទាំងគ្នាគួរពិចារណាបើយើងយកឈើគូសមកដុតហើយបោះចូលទៅក្នុងធុងប្រេងម៉ាស៊ូតឈើគូសនោះនឹងរលត់ភ្លាមព្រោះម៉ាស៊ូតវាមិនងាយហួតជាចំហាយដូចសាំងទើបវាគ្មានឥន្ធនៈអណ្ដែតនៅពីលើផ្ទៃប្រេងដែលធ្វើឲ្យផ្កាភ្លើងនេះអាចឆេះបានតែអ្វីដែលខ្ញុំនិយាយទៅស្ដាប់ទៅប្រហែលជាអាចនិយាយបើថាវាអាចមានសុវត្ថិភាពប៉ុន្តែឥឡូវនេះសំណួរដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងគឺបើម៉ាស៊ូតពិបាកឆេះយ៉ាងណា
ហ្នឹងតើប្រេងម៉ាស៊ូតដែលចាក់ឡានប្រភេទគ្រប់បែបយ៉ាងទីហោដូច pick up ឬអីហ្នឹងយកប្រេងខាប់បែបនេះទៅដុតបញ្ឆេះឲ្យឡានរត់ហ្នឹងរត់បានមិនមានន័យថាឥឡូវបើម៉ាស៊ូតវាងាយឆេះទេតើម៉ាស៊ូតយើងយកទៅចាក់ឡានធ្វើម៉េចឲ្យឡានហ្នឹងវាអាចឆេះទៅមុខបានហើយឆេះបានដូចតែសាំងដែរអ្នកទាំងនេះឆ្ងល់អត់អញ្ចឹងអាត់កំបាំងគឺវាស្ថិតនៅក្នុងវិធីបញ្ឆេះដែលខុសគ្នាស្រឡះនៃម៉ាស៊ីនទាំងពីរប្រភេទនោះអញ្ចឹងអ្នកទាំងនេះផ្លេចសំណួររបស់យើងខាងដើមវីដេអូហ្នឹងតើបើយើងច្រឡំចាក់ឡានចាក់សាំងយើងចាក់ម៉ាស៊ូតចូលតើវាមានបញ្ហាកើតឡើងហើយឡានចាក់ម៉ាស៊ូតយើងច្រឡំចាក់សាំងចូលតើវាមានបញ្ហាកើតឡើងអញ្ចឹងដល់ពាក់កណ្ដាលវីដេអូនេះតិចអត់យល់អ្វីដែលខ្ញុំកំពុងនិយាយម៉ាស៊ីនសាំងត្រូវបានរចនាឡើងដើម្បីទប់ទល់នឹងភាពងាយឆេះនៃសាំងដោយឡែកវិធីដំណើរការគឺសាំងនឹងត្រូវបានបាញ់ចូលលាយឡំជាមួយនឹងខ្យល់នៅក្នុងស៊ីឡាំងឲ្យคล้ายទៅជាละអងតូចៗសាយភាយពេញបន្ទប់ចំហេះមានន័យថាសាំងវានឹងបាញ់ចូលទៅក្នុងស៊ីឡាំងហើយលាយឡំជាមួយនឹងខ្យល់តិចតួចដែលវាคล้ายទៅជាលំអងតូចៗសាយភាយពេញនៅក្នុងម៉ាស៊ីនយើងនៅក្នុងស៊ីឡាំងចំហេះរបស់យើងណាបន្ទាប់មកក៏មកដល់វេនរបស់វីរៈបរិះសំខាន់របស់យើងដែលហៅថាបូស៊ីមានន័យថាបូស៊ីនេះគឺនឹងបញ្ចេញចរន្តអគ្គិសនីឆក់ត្រែតហ្នឹងណាចេញមកអញ្ចឹងវាបង្កើតបានជាផ្កាភ្លើងតូចៗបញ្ឆេះល្បាយនៃប្រេងនិងខ្យល់ហ្នឹងឲ្យឆេះឡានរបស់យើងឲ្យឆេះម៉ាស៊ីនណាមិនឆេះឡានទាំងស្រុងទេណាអញ្ចឹងកម្លាំងផ្ទុះក៏នឹងរុញចេញពីប៊ីស្តុងធ្វើចលនាចុះក្រោមឡើងទៅលើហ្នឹងដោយអ្វីដែលយើងធ្លាប់ឃើញវាឡើងចុះដែលវាជាកងរង្វង់វិលជុំហ្នឹងណាអ្នកនរគ្នាហើយក៏បញ្ជូនកម្លាំងរង្វិលហ្នឹងរហូតដល់កង់ឡានតាមដែលយើងជន់តិចឬលឿនអីចឹងទៅអញ្ចឹងដំណើរការទាំងអស់នេះគឺកើតឡើងលឿនណាស់ក្នុង1នាទីប៊ីស្តុងអាចឡើងចុះបានរាប់ពាន់ជុំហើយឆ្លើយតបជាមួយនឹងពេលដែលយើងជន់ហ្គាម៉ាស៊ីនបង្វិលបានខ្ពស់រត់ស្រួលហើយនឹងសំឡេងស្ងាត់នេះគឺជាមូលហេតុដែលឡានភាគច្រើនគេប្រើម៉ាស៊ីនដែលដំណើរការទៅដោយសាំងប៉ុន្តែម៉ាស៊ូតវាលេងហ្គេមផ្សេងគ្នាដាច់ស្រឡះពីសាំងមានន័យថាម៉ាស៊ូតវាលេង style បែបផ្សេងដើម្បីឲ្យឡានហ្នឹងមានចំហេះអញ្ចឹងបើគម្របឡាន pick up ឬដែលប្រើម៉ាស៊ូតណាមើលយើងនឹងឃើញថាគ្មានបូស៊ីសំបីតែមួយចុះវាបញ្ឆេះយ៉ាងម៉េចមានន័យថាឡានប្រភេទដែលប្រើម៉ាស៊ូតប្រភេទ pick up តែខ្ញុំអត់ច្បាស់ទៅលើឡានទាំងអស់ណាខ្ញុំសូមអធិស្ឋានខ្ញុំនិយាយថាឡាន pick up មួយទេអត់មានបូស៊ីទេអ្នកទាំងអស់គ្នាចម្លើយគឺប្រើកម្លាំងសង្កត់សុទ្ធសាធម៉ាស៊ីនម៉ាស៊ូតនឹងបឺតយកកម្លាំងខ្យល់តទេចូលទៅក្នុងស៊ីឡាំងសិនគ្មានប្រេងលាយមកជាមួយទេខ្យល់សុទ្ធសាធបន្ទាប់មកពីស្តុងនឹងរុញឡើងមកសង្កត់ខ្យល់នោះយ៉ាងខ្លាំងដោយអត្រាសមាមាត្រកម្លាំងសង្កត់ខ្ពស់ពី20នៅឲ្យនៅសល់ត្រឹមតែ 1% ដែលខ្ពស់ជាងម៉ាស៊ីនសាំងជិត1ដងពេលខ្យល់ត្រូវបានសង្កត់ខ្លាំងជាងនេះសីតុណ្ហភាពក្នុងស៊ីឡាំងក៏កើនឡើងដល់700ទៅ900អង្សាសេក្តៅរហូតស្ទើរតែរលាយអាលុយមីញ៉ូមបានក្នុងមួយប៉ព្រិចភ្នែកដែលខ្យល់ក្តៅខ្លាំងបំផុតក្បាលបាញ់នឹងបាញ់លំអងប្រេងម៉ាស៊ូតទៅប៉ះជាមួយនឹងខ្យល់ដែលក្តៅប្រេងម៉ាស៊ូតនឹងប៉ះជាមួយនឹងកម្ដៅដ៏មហាសាលរហូតឆេះឡើងដោយខ្លួនឯងភ្លាមដោយមិនចាំបាច់ពឹងផ្កាភ្លើងសូម្បីតែបន្តិចការឆេះបែបនេះភាសាបច្ចេកទេសគេហៅថា spontaneous combustion ឬការឆេះដោយខ្លួនឯងដែលខ្ញុំសូមហៅថាការឆេះដោយខ្លួនឯងចុះអញ្ចឹងវាអស្ចារ្យដែរអ្នកនរគ្នាខ្ញុំសូមបញ្យល់ឲ្យបន្តិចគីឡូបងប្អូនទាំងគ្នាស្ដាប់អត់ទាន់អ្វីដែលខ្ញុំនិយាយព្រោះខ្ញុំខ្លួនឯងខ្ញុំចង់វគ្គដែរមិនបាញ់មិញអញ្ចឹងទី1គឺម៉ាស៊ីនបូឡាន pick up នេះគឺប្រើកម្លាំងសង្កត់ពី20ឲ្យនៅសល់ត្រឹមតែ1ភាគដើម្បីឲ្យខ្យល់នោះវាក្តៅខ្លាំងអញ្ចឹងនៅពេលដែលប្រេងម៉ាស៊ូតនោះទៅប៉ះជាមួយនឹងខ្យល់គឺវានឹងធ្វើឲ្យឡានរបស់យើងនឹងឆេះបានគឺឆេះក្នុងម៉ាស៊ីនណាមិនមែនឆេះនៅក្នុងឡានទាំងមូលណាកន្លែងនេះខ្ញុំសូមអធិស្ឋានរាល់បងប្អូនទាំងនេះតិចគីឡូខ្ញុំបកស្រាយទៅវាមានការខុសឬក៏បងប្អូនទាំងនេះអាចជួយ comment ដើម្បីកែតម្រូវបានភាសាថានេះគឺជាការដែលខ្ញុំស្រាវជ្រាវបានតិចតួចតែខ្ញុំមិនបានទៅមើលផ្ទាល់ជាមួយនឹងម៉ាស៊ីនឡានទេប៉ុន្តែខ្ញុំបានសិក្សាទៅតាមឯកសារតែប៉ុណ្ណោះអញ្ចឹងតាក់ទងជាមួយនឹងម៉ាស៊ីនសាំងគេធ្វើឡើងមកគឺប្រភេទបញ្ឆេះលឿនបង្វិលជុំខ្ពស់រត់លឿនម៉ាស៊ីនស្ងាត់ស្រួលស័ក្តិសមនឹងឡានដែលគេផ្ដោតទៅលើល្បឿនហើយនឹងមានភាពទន់ភ្លន់មានន័យថាវាលឿនវាជន់បានដូចចិត្តវាស្ទុះខ្លាំងចំណែកឯម៉ាស៊ីនម៉ាស៊ូតវិញវាប្រៀបដូចជាដំរីអូសឈើអញ្ចឹងការផ្ដល់កម្លាំងសង្កត់វាធ្ងន់ផ្ដល់កម្លាំងបង្វិលជុំមកដល់មហាសាលអញ្ចឹងស័ក្តិសមនឹងអូសរបស់ធ្ងន់សម្រាប់ឡាន pick up ឡានដឹកទំនិញឡានកង់10ឬក៏ tractor អញ្ចឹងប្រភេទអស់នេះភាគច្រើនគឺគេប្រើម៉ាស៊ីនម៉ាស៊ូតអញ្ចឹងម៉ាស៊ីនម៉ាស៊ូតត្រូវបានសាងសង់ឡើងពីវត្ថុធាតុដែលក្រាស់និងធន់ជាងម៉ាស៊ីនស៊ីសាំងព្រោះត្រូវទទួលកម្លាំងសង្កត់ដ៏មហាសាលគ្រប់សង្វាក់ផលិតកម្មឬក៏គ្រប់ដំណើរការតួម៉ាស៊ីនក៏ធ្ងន់ជាងទម្ងន់ក៏ច្រើនជាងសំឡេងម៉ាស៊ីនក៏ឮជាលក្ខណៈពិសេសបងធ្លាប់ឮសំឡេងឡានកង់10បញ្ឆេះអត់ពេលព្រឹកឡើងប្រហែលជាម៉ោង 6-7 នៅពេលដែលគាត់រៀបនឹងចេញដំណើរគាត់បញ្ឆេះឡានអញ្ចឹងកម្លាំងបញ្ឆេះក៏រៀងឮខ្លាំងជាងម៉ាស៊ីនសាំងដែរអញ្ចឹងឥឡូវនេះ
អ្នកទាំងអស់គ្នាប្រហែលជាបានយល់ហើយថាឡានសាំងគឺដំណើរការងាយឆេះជាងលឿនជាងគេផ្ដោតលើល្បឿនហើយម៉ាស៊ូតគេផ្ដោតទៅលើការដឹកឬក៏ការប្រើសម្រាប់ដឹកអីវ៉ាន់ធ្ងន់ៗឡានដឹកទំនិញឬក៏ឡានកង់10ដឹកអីវ៉ាន់អីអញ្ចឹងទៅអញ្ចឹងបើពីរប្រភេទហ្នឹងវាខុសគ្នាដាច់យ៉ាងនេះហើយបើសិនជាយើងចាក់សាំងខុសតើវាមានរឿងអីកើតឡើងអញ្ចឹងគឺបើសិនជាយើងចាក់សាំងខុសគឺយើងប្រៀបដូចជាយើងនាំវិនិច្ឆ័យឲ្យខ្លួនឯងអញ្ចឹងគឺឡានរបស់យើងគឺច្បាស់ជាមានបញ្ហាអញ្ចឹងត្រឡប់មករឿងដើមរបស់យើងវិញអ្នកបើកបរឡានដែលគាត់ថាងុយគេងម៉ោង2អំបញ្ញមិញហើយគាត់ច្រឡំលើកម៉ាស៊ូតយកមកចាក់នៅក្នុងឡានរបស់គាត់ដែលឡានរបស់គាត់ហ្នឹងគឺប្រើសាំងទេអញ្ចឹងនៅក្នុងពេលហ្នឹងគឺឡានរបស់គាត់នៅទៅមុខបានធម្មតាប៉ុន្តែទៅមុខអត់បានយូរទេដោយសារតែទៅមុខហ្នឹងគឺទៅមុខដោយសារតែប្រេងនៅក្នុងបំពង់ឡានដែលវាអត់ទាន់បានអស់ភ្លាមម្លីងណាអញ្ចឹងម៉ាស៊ីនអាចទៅដំណើរការបានដោយសារតែសាំងចាស់នៅសល់ក្នុងឡាននៅក្នុងបំពង់ចាស់ហ្នឹងទេតែពេលដល់សាំងចាស់ហើយម៉ាស៊ូតចាប់ផ្ដើមហូរចូលទៅក្នុងម៉ាស៊ីនពេញទំហឹងម៉ាស៊ីនក៏នឹងចាប់ផ្ដើមញ័រតាក់ហើយកម្លាំងក៏ចាប់ផ្ដើមធ្លាក់ហើយផ្សែងខ្មៅក៏ចាប់ផ្ដើមបាញ់ចេញពីម៉ាស៊ីនហើយក៏រលត់បាត់ទៅបញ្ឆេះយ៉ាងណាក៏មិនឆេះទៀតដែរមូលហេតុចម្បងក៏ព្រោះតែប្រេងម៉ាស៊ូតវាខាប់និងស្អិតពេកសម្រាប់ប្រព័ន្ធម៉ាស៊ីនសាំងដោយសារតែម៉ាស៊ូតនៅពេលដែលវាបាញ់ចូលទៅក្នុងម៉ាស៊ីនសាំងគឺវាស្អិតវាខាប់ធ្វើឲ្យស៊ីឡាំងរបស់វានឹងគឺវាអត់អាចដំណើរការបានទេអ្នកទាំងគ្នាពេលម៉ាស៊ូតត្រូវបានបាញ់ចូលទៅក្នុងស៊ីឡាំងវាមិនហួតខ្លាយទៅជាលំអងតូចៗដូចសាំងទេតែវាបែរជាខាប់ស្រោបបូស៊ីយើងរហូតដល់សើមជោគអញ្ចឹងវាប្រៀបដូចជាយើងជិះម៉ូតូធ្លាក់ចូលទឹកអញ្ចឹងទឹកវាជ្រាបចូលទៅក្នុងម៉ាស៊ីនរបស់យើងទាំងអស់ហើយដល់ពេលឡើងមកវិញយើងត្រូវដូរប្រេងម៉ាស៊ីនចោលទាំងត្រូវអីអញ្ចឹងណាអញ្ចឹងបូស៊ីដែលលិចនៅក្នុងប្រេងខាប់ក៏បញ្ចេញផ្កាភ្លើងមិនរួចបញ្ឆេះមិនបានម៉ាស៊ីនក៏ឆ្លក់ដូចយើងបិទច្រមុះដូចយើងឆ្លក់ទឹកអញ្ចឹងគឺវាចូលទឹកហើយដំណឹងល្អគឺការខូចខាតបែបនេះស្ថិតនៅក្នុងកម្រិតមធ្យមអញ្ចឹងការជួសជុលប្រហែលជាខ្ទង់ធំក្រោមពាន់ចុះខ្ញុំសង្ឃថាក្រោមពាន់អាចជាតាមបើសិនជាអ្នកដែលឡានគាត់នឹងធូរឧទាហរណ៍គាត់អាចจะទម្លាក់ម៉ាស៊ីនចោលតែម្ដងដោយសារជួសជុលវាអស់សេវាច្រើនជាងអញ្ចឹងទៅអានេះខ្ញុំគ្រាន់តែប៉ាន់ស្មាននេះណាអញ្ចឹងគ្រាន់តែអូសឡានចូលយានដ្ឋានបូមប្រេងម៉ាស៊ូតនឹងចេញឲ្យអស់លាងធុងប្រេងលាងបំពង់បង្ហូរប្រេងបដូរតម្រង់ប្រេងបដូរបូស៊ីឈុតចាស់ចោលបំពាក់ឈុតថ្មីចូលប៉ុណ្ណឹងម៉ាស៊ីនភាគច្រើនក៏រួចអាចត្រឡប់មកប្រើការបានវិញធម្មតាត្បិតតែវាមានបញ្ហាដែរប៉ុន្តែវាចំណាយរៀងតិចល្មមតែបើផ្ទុយមកវិញយកឡាន pick up ដែលជាប្រភេទឡានប្រើម៉ាស៊ូតទៅចាក់សាំងនោះគឺជាសុបិនអាក្រក់សម្រាប់បងប្អូនទាំងអស់គ្នាហើយមានន័យថាបញ្ហាវាច្រើនជាងឡានសាំងកុំភ្លេចថាឡានដែលប្រើម៉ាស៊ូតវាសង្កត់ខ្យល់ពីចំណុច20ភាគឲ្យនៅត្រឹមតែ1ភាគមានន័យថាខ្យល់ហ្នឹងគឺក្តៅពី700ទៅ900អង្សាសេទើបវាបាញ់ប្រេងចូលទៅអញ្ចឹងប្រព័ន្ធទាំងអស់ត្រូវបានរចនាឡើងសម្រាប់តែប្រេងម៉ាស៊ូតនៅពេលដែលវាពិបាកហួតនិងពិបាកឆេះតែពេលដែលសាំងយើងងាយឆេះខ្លាំងត្រូវបានបាញ់ចូលទៅក្នុងស៊ីឡាំងដែលក្តៅកគុកយ៉ាងនេះវាក៏ដណ្ដើមចំហេះមុនពេលវេលាសមស្របមុនពេលដែលប៊ីស្តុងធ្វើចលនាទៅដល់ទីតាំងដែលត្រឹមត្រូវមានន័យថាយើងសង្កត់ហើយយើងត្រូវបាញ់ប្រេងចូលទៅប៉ុន្តែមានណាខ្យល់ដែលគេកំណត់សម្ពាធហ្នឹងគឺវា700ទៅ900អាហ្នឹងអញ្ចឹងវាឆេះមុនបាត់ហើយហ្នឹងអញ្ចឹងភាសាបច្ចេកទេសគេហៅថា detonation អ្វីដែលកើតឡើងគឺ piston ដែលកំពុងធ្វើចលនាឡើងតាមចង្វាក់ធម្មតានឹងត្រូវកម្លាំងផ្ទុះដែលកើតឡើងខុសចង្វាក់ហ្នឹងបុកបញ្ច្រាស់ត្រឡប់ចុះមកយ៉ាងខ្លាំងវាដូចជាមនុស្សយើងកំពុងរត់ឡើងជណ្ដើរអស់ពេញទំហឹងហើយត្រូវរុញត្រឡប់ចុះមកខាងក្រោមវិញកម្លាំងបុកដែលបញ្ច្រាស់ទិសគ្នានេះខ្លាំងគ្រប់គ្រាន់នឹងធ្វើឲ្យដង piston របស់យើងកោងហើយ piston របស់យើងនឹងប្រេះបែកជញ្ជាំងស៊ីឡាំងនឹងខូចខាតអញ្ចឹងបំពង់បង្ហូរប្រេងហ្នឹងក៏ត្រូវតែខូចដែរអ្នកនរគ្នានៅមិនទាន់អស់ទេប៉ុណ្ណឹងសាំងវាជាប្រភេទសារធាតុមួយដែលអាចទៅស៊ីសេមីកៅស៊ូនិងគ្រឿងបន្លាស់ផ្សេងៗនៅក្នុងប្រព័ន្ធឥន្ធនៈរបស់ម៉ាស៊ីនម៉ាស៊ូតឲ្យខូចគុណភាពបានយ៉ាងលឿនគ្រាន់តែបង្ខំបើកយូរប៉ុណ្ណាក៏កាន់តែខូចធ្ងន់ប៉ុណ្ណោះបើនិយាយទៅបើសិនជាម៉ាស៊ីនម៉ាស៊ូតចាក់សាំងបើសិនជាខូចគឺប្រហែលជាអាចជួសជុលច្រើនជាងឡានសាំងដែលច្រឡំចាក់ម៉ាស៊ូតចូលពេលខ្លះទៅឡានម៉ាស៊ូតដែលចាក់សាំងចូលប្រហែលជាត្រូវបដូរប្រព័ន្ធម៉ាស៊ីនចោលតែម្ដងអ្នកនរគ្នាថាភាគច្រើនគឺដូចអ្វីដែលខ្ញុំរៀបរាប់ខាងលើអញ្ចឹងណាវាប្រេះបែកជាងស៊ីឡាំងខូចខាតបំពង់បង្ហូរហ្នឹងក៏ប្រេងក៏ខូចប៊ីស្តុងហ្នឹងក៏កោងអញ្ចឹងការចាក់ខុសគ្នាដូចគ្នាតែលទ្ធផលខូចហ្នឹងគឺខុសគ្នាដូចមេឃនឹងដីចាក់ម៉ាស៊ូតចូលឡានសាំងម៉ាស៊ីនគ្រាន់តែឆ្លក់ហើយនឹងរលត់ហើយនឹងជួសជុលរៀងពិបាកបន្តិចតែបើចាក់សាំងចូលទៅក្នុងឡានម៉ាស៊ូតម៉ាស៊ីនហ្នឹងគឺភាគច្រើនគឺ95%ទៅ99%គឺងាយនឹងខូចហើយព្រោះសាំងវាងាយឆេះពេកធ្វើឲ្យម៉ាស៊ីនម៉ាស៊ូតនោះទប់ទល់អត់រួចទាំងអស់នេះក៏ព្រោះតែធម្មជាតិនៃប្រេងពីរប្រភេទនេះវាខុសគ្នាតាំងពីកម្រិតម៉ូលេគុលមកម្លេះសាំងគឺជាអ្នករត់ដ៏ស្រាលម៉ូលេគុលតូចងាយហួតងាយឆេះហើយត្រូវពឹងលើផ្កាភ្លើងពីបូស៊ីជាអ្នកបញ្ឆេះចំណែកប្រេងម៉ាស៊ូតគឺជាអ្នកប្រយុទ្ធដ៏ធ្ងន់ធ្ងរម៉ូលេគុលធំខាប់ស្អិតបញ្ឆេះខ្លួន
ខ្លួនឯងដែលប្រើកម្លាំងសង្កត់និងកម្ដៅមហាសាលទោះបីជាប្រភពដើមមកពីប្រេងឆៅរណ្ដៅតែមួយតែពេលឆ្លងកាត់ប៉មចម្រាញ់ចេញមកទាំងពីរក៏បែកផ្លូវគ្នាយ៉ាងដាច់អហង្ការមានន័យថាដូចគេធ្លាប់គេនិយាយពាក្យថាទឹកហើយនិងប្រេងគឺមិនអាចនៅជាមួយគ្នាបានណាអញ្ចឹងម៉ាស៊ីនរបស់ភាគីនីមួយៗគឺត្រូវបានរចនាឡើងសម្រាប់ស្របនឹងលក្ខណៈសម្បត្តិជាក់លាក់នៃប្រេងនីមួយៗដាក់ខុសប្រភេទភ្លាមប្រព័ន្ធក៏ខូចភ្លាមងាយប៉ុណ្ណឹងគឺបញ្យល់បងប្អូនទាំងគ្នាប៉ុណ្ណឹងដូច្នេះលើក្រោយនៅពេលដែលបងប្អូនទាំងគ្នាចូលស្ថានីយ៍ឥន្ធនៈប្រេងកុំភ្លេចប្រាប់បុគ្គលិកគេឲ្យច្បាស់ថាឡានយើងចាក់ប្រេងឬក៏ចាក់ម៉ាស៊ូតហើយពិនិត្យពណ៌ក្បាលចាក់ម្ដងទៀតមុននឹងចាក់សម្រាប់បងប្អូនដែលនៅប្រទេសផ្សេងៗទីហោថាបងប្អូនដែលគាត់មានឡានជិះតែគាត់មិននៅប្រទេសកម្ពុជាចឹងណាគាត់អាចនៅប្រទេសស្ថានភាពផ្សេងៗឬក៏ប្រទេសណាដែលគេឲ្យយើងដែលជាម្ចាស់ហ្នឹងចាក់ដោយខ្លួនឯងអញ្ចឹងប្រយ័ត្ននៅចំណុចហ្នឹងមួយដែរនេះគឺជាសារដាស់តឿនមួយទូចដែលខ្ញុំចែកម្លែកជូនដល់បងប្អូនទាំងគ្នាព្រោះការចាក់សាំងខុសប្រភេទតែម្ដងគឺវាធ្វើឲ្យអ្នកហ្នឹងសម្រេចរវាងការខូចខាតលាងធុងប្រេងនិងការត្រូវចំណាយលុយហ្នឹងសម្រាប់ការជួសជុលឬក៏បដូរម៉ាស៊ីនទាំងមូលតែម្ដងអញ្ចឹងសង្ឃឹមថាពេលនេះបងប្អូនទាំងអស់គ្នាប្រហែលជាយល់អំពីភាពខុសគ្នារវាងប្រេងសាំងនិងប្រេងម៉ាស៊ូតទាំងពីរនេះហើយក៏អរគុណដែលបានតាមដានវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់អញ្ចឹងជាចុងក្រោយខ្ញុំសូមបើកវងកញ្ចក់បន្តិចសម្រាប់បងប្អូនទាំងអស់គ្នាខ្ញុំឃើញភាគច្រើនបងខ្លះដោយសារតែខ្លាចបងដែលចាក់សាំងគាត់ចាក់ឲ្យច្រឡំសម្រាប់នៅប្រទេសយើងដែរអញ្ចឹងណាគាត់តែងតែបិទអក្សរដាក់ថាសាំងឬក៏ម៉ាស៊ូតនៅលើកន្លែងទ្វារចាក់សាំងដែលយើងមានគម្របណាគម្របក្នុងឡានហ្នឹងខ្ញុំមិនដឹងថាគេហៅទេខ្ញុំសូមអធិស្ឋានដែលពេលដែលយើងចុចវាបើកប្រហើបមកបានយើងមូលហើយបានយើងអាចចាក់សាំងចូលក្នុងឬក៏ចាក់ម៉ាស៊ូតចូលទៅក្នុងហ្នឹងអញ្ចឹងភាគច្រើនខ្ញុំឃើញគាត់សរសេរដាក់សាំងឬក៏ម៉ាស៊ូតហើយភាគច្រើនបងដែលគាត់នៅក្រៅសាំងគាត់តែងតែសួរយ៉ាងដែរថាឡានចាក់សាំងឬក៏ចាក់ម៉ាស៊ូតប៉ុន្តែឥឡូវនេះគឺគាត់សួរដល់តែ3បងឡានបងចាក់សាំងឬចាក់ម៉ាស៊ូតឬក៏ចាក់អគ្គិសនីដោយសារតែឡានទាំងអស់ឥឡូវភាគច្រើនគឺវាដេញតាមពេលវេលាដេញតាមបច្ចេកវិទ្យាដេញតាមសម័យកាលដែរអញ្ចឹងសង្ឃឹមថាបងប្អូនទាំងនេះនេះគឺជាវីដេអូមួយដែលផ្ដល់ចំណេះដឹងមួយទូចដល់បងប្អូនទាំងគ្នាដែលបងប្អូនទាំងគ្នាកំពុងតែអង្គុយទនេឬក៏កំពុងអង្គុយសម្រាកហើយបានស្ដាប់វីដេអូនេះហើយនឹងដឹងថាឡានសាំងគឺវាដំណើរការឆេះហ្នឹងគឺត្រូវការប្រើបូស៊ីដែលតាក់ជាមួយនឹងលំអងផ្កាភ្លើងដែលសាំងហ្នឹងគឺវានឹងហួតជាលំអងហើយនៅក្នុងស៊ីឡាំងហ្នឹងវា PPP ហ្នឹងគឺតិចហ្នឹងគឺវាអាចឆេះបានហើយប៉ុន្តែបើសិនជាម៉ាស៊ូតវិញគឺអត់មានប្រើបូស៊ីទេគឺត្រូវការកម្លាំងសង្កត់ពី20%ឲ្យនៅសល់ត្រឹមតែ1%ដើម្បីឲ្យខ្យល់ហ្នឹងគឺក្តៅខ្លាំងពី700អង្សាទៅ900អង្សាសេហើយបានចាប់ដើមបាញ់ប្រេងបញ្ចូលហើយវាធ្វើឲ្យឆេះប៉ុន្តែអានេះដំណើរការប្រហែលជាវាអាចស្មុគស្មាញជាងនឹងបន្តិចទៀតប៉ុន្តែខ្ញុំសូមនិយាយឲ្យបងប្អូនទាំងគ្នាងាយយល់អញ្ចឹងថាមួយប្រើបូស៊ីមួយប្រើកម្លាំងសង្កត់ដែលវាខុសគ្នាអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេហើយបើបងប្អូនទាំងគ្នាគិតថាវីដេអូនេះបានផ្ដល់ចំណេះដឹងតិចតួចដល់បងប្អូនទាំងគ្នាដែរសូមកុំភ្លេចជួយ Subscribe ឬដាក់សញ្ញាកណ្ដឹងម្នាក់មួយផងបាទអរគុណច្រើនបងប្អូនទាំងគ្នាជម្រាបលា